អូខេសួស្តីអ្នកនរគ្នាខ្ញុំបាទក្រៃថ្ងៃនេះខ្ញុំមកបន្តសាច់រឿងសាលារៀនជើងកាងដែលជាអ៊ីពីសូតបន្តផងដែរហើយខ្ញុំក៏សូមសុំទោសចំពោះសម្លេងរំខានពីខាងក្រៅដែលសារតែ admin មិនបានដាក់អ្វីជំនួយសម្លេងនោះទេហើយកុំអាចខាតពេលយូរយើងទៅចូលទៅទស្សនាសាច់រឿងរបស់យើងទាំងអស់គ្នាដោយផ្ដើមមកយើងក៏បានឃើញមានបរិបទពីរនាក់ដែលគាត់បានឈរនិយាយគ្នានៅមុខមន្ទីរពេទ្យផងដែរដែលគាត់បាននិយាយឡើងថាខ្ញុំត្រូវបើកថ្នាំនៅទីនេះប៉ុន្តែទីនេះត្រូវបានបិទរួចគេក៏បានសើចផងដែរតែយើងក៏បានឃើញសមមនុស្សម្នាក់នៅពីក្រោយរួចក៏បោកក្បាលពួកគេទាំងពីរចូលគ្នាតែម្ដងហើយបរិសម្នាក់នោះក៏បាននិយាយឡើងថាទោះជាអបិឈូត្រូវគេវាយណាក៏ឲ្យមិនត្រូវមើងងាយគេនោះដែរហើយអបិនឹងគឺមានការភ័យខ្លាចជាមួយនឹងមុខអបិសក់បាសនេះខ្លាំងមែនទែនដែលគេមិនទាន់ប្រាឈ្មោះគាត់នោះទេរួចគាត់ក៏បានសើចផងដែរដោយនិយាយថាអបិឈូពិតជាល្ងងខ្លាំងមែនទែនហើយគាត់ក៏បានធាក់ទ្វារចូលទៅដើម្បីសើចចំអកទៅឲ្យអបិឈូនឹងគេក៏បាននិយាយថាតោះយើងទៅសើចចំអកគាត់ទាំងអស់គ្នាពេលដែលគេបើកទ្វារមើលគេក៏បាននិយាយឡើងថាមិនដែលមានអារម្មណ៍យ៉ាងម៉េចពេលដែលត្រូវគេវាយដំដូច្នេះប៉ុន្តែគេក៏បានបាត់មកវិញហើយគេក៏បានភ្ញាក់ផ្អើលរួចក៏បានខឹងផងដែរកាត់មកមើលកន្លែងតួឲ្យប្រុសនិងតួឲ្យស្រីរបស់យើងវិញដោយអ្នកទាំងពីរបានហៅលោកនាយកឲ្យឈប់ផងដែរភ្លាមនោះអាតាក្បាលតពេកនឹងក៏បានងាកមកវិញថាខ្ញុំខុសអ្វីគេគឺជាសិស្សជើងកាងគឺជាសិស្សបង្កហិង្សានៅក្នុងសាលាហើយអ្វីបានជាអ្នកទាំងអស់គ្នាថាខ្ញុំខុសទៅវិញលោកគ្រូក្បាលតពេកនឹងក៏បានដើរទៅចង្អុលក្បាលតួឲ្យប្រុសរបស់យើងផងដែររួចក៏បានងាកមកនិយាយជាមួយនឹងលោកនាយកតែភ្លាមនោះតួឲ្យស្រីរបស់យើងក៏បានទៅចាប់ដៃលោកគ្រូក្បាលតពេកនឹងជាប់ធ្វើឲ្យលោកគ្រូក្បាលតពេកនឹងភ្ញាក់ផ្អើលផងដែរអ្នកគ្រូលីបាននិយាយថាកាមីនគេគឺជាក្មេងល្អខិតខំសិក្សាគេមិនដែលទៅធ្វើអីអ្នកណាមុននោះទេតួឲ្យប្រុសរបស់យើងក៏មានការភ្ញាក់ផ្អើលជាមួយនឹងអ្នកគ្រូលីផងដែរលោកគ្រូក្បាលតពេកបានក៏វាដៃតួឲ្យស្រីរបស់យើងចេញហើយតួឲ្យស្រីរបស់យើងក៏បាននិយាយឡើងថាស្លាគ្មានភាពរឹងមាំឆ្កែស៊ីឆ្កែសិស្សត្រូវតែបង្ខំចិត្តធ្វើអំពើហិង្សាទាំងដែលគេមិនចង់ដើម្បីដោះស្រាយបញ្ហាទាំងនោះឬដូចនេះតាក្បាលតំពេចនឹងមានការខឹងជាមួយនឹងតួឯកស្រីរបស់យើងជាខ្លាំងឬគាត់ក៏បានទាស់ជាមួយនឹងតួឯកស្រីរបស់យើងផងដែរលោកនាយកគាត់ក៏បានសើចហើយគាត់ក៏បានដើរមកគៀកកទៅលើលោកគ្រូក្បាលតំពេចផងដែរហើយគាត់បាននិយាយថាតួឯកស្រីរបស់យើងគាត់នៅតែឆ្លាតដូចពីមុនហើយគាត់បានបន្ថែមទៀតថាបើគេជាប់ថប់ក្នុងការប្រឡងខាងមុខនេះគាត់នឹងទុកឲ្យគេនៅរៀនជាបន្តលើដូចនេះតួឯកប្រុសរបស់យើងក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគាត់គឺជាសិស្សខ្សោយហើយយើងមកមើលលោកគ្រូលីរបស់យើងដែលគាត់បានដើរសម្ដៅមកកាន់ឡានរបស់គាត់ផងដែរពេលដែលគាត់បើកទ្វារចូលមកកាន់ឡានយើងក៏បានឃើញថាអបិដែលយើងឃើញពីភាគមុនគេក៏បាននៅក្នុងឡានមួយនេះផងដែរហើយគេក៏បានហៅទៅកាន់លោកនាយកថាលោកប៉ាដោយបរិសម្នាក់នេះគាត់មានឈ្មោះថាកម្មយើងផាក់គាត់មានអាយុ17ឆ្នាំហើយគាត់រៀនផ្នែកវិស្វកម្មអគ្គិសនីផងដែរហើយអបិផានឹងបាននិយាយកាន់នៅពុករបស់គេថាខ្ញុំពិតជាភ័យខ្លាចឪពុករបស់គេបាននិយាយថាឯងមិនបាច់ព្រួយរឿងអ្វីនោះទេហើយយើងមើលទៅដៃរបស់គេទៅគឺសុទ្ធតែឈាមតែម្ដងហើយគេក៏បានញញឹមផងដែរពេលបានលើសម្ដីចេញពីឪពុករបស់គេយើងក៏រលែកមកមើលអបិសក់បាសវិញដែលគាត់មានការភ្ញាក់ផ្អើលជាខ្លាំងដែលឃើញថាសភាពប្រឈួររបស់យើងត្រូវបានគេធ្វើទរណកម្មយ៉ាងព្រៃផ្សៃហើយគេបាននិយាយថាតើអ្នកណាជាអ្នកធ្វើបាបឯងចំណែកតួឯកប្រុសរបស់យើងគាត់កំពុងនៅជាមួយអ្នកគ្រូលីផងដែរដែលគាត់កំពុងតែសរសេរផ្លាកស្ទូឌីក្រូរបស់គាត់នេះឯងមិនយូរប្រហែលគាត់ក៏បានយកផ្លាកនេះទៅបិទហើយក៏មានមនុស្សជាច្រើនរួមមើលផងដែរតែគេក៏បានសើចចំអកទៅកាន់กระดาษមួយនេះផងដែរភ្លាមនោះអបិគីមក៏បានដើរកាត់ផងដែរប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះទេហើយគាត់ក៏បានដើរចាស់ចេញទៅប៉ុន្តែនៅទីនោះក៏មានអបិផាផងដែរគេក៏បានមើលទៅกระดาษនេះទាំងញញឹមផងដែររួចគេក៏បានឃើញលេខទូរស័ព្ទរបស់អ្នកគ្រូលីរបស់យើងល្ងាចបន្តិចយើងក៏បានឃើញថាអបិភីក៏មកទីនេះផងដែរគេបាននិយាយថាល្អណាស់តែពួកគេចូលចិត្តសិក្សាមែនទេខ្ញុំនឹងបំផ្លាញពួកគេម្ដងមួយកាត់មកថ្ងៃថ្មីវិញយើងក៏បានឃើញថាមានជើងនរណាម្នាក់កំពុងតែឈរហើយនោះគឺជាជើងរបស់តួឯកស្រីរបស់យើងដែលនាងបាននិយាយថាខ្ញុំខានមកទីនេះយូរណាស់មកហើយគាត់ក៏បានប្រាប់ទៅពូសន្តិសុខឲ្យទៅរកតួឯកប្រុសរបស់យើងដោយសារតែនាងត្រូវបង្រៀនគាត់ផងដែរហើយលោកពូសន្តិសុខក៏បាននាំតួឯកស្រីរបស់យើងមកដល់កន្លែងហាត់ប្រាណរបស់តួឯកប្រុសរបស់យើងផងដែរភ្លាមនោះក៏ឃើញមានសារសាច់ដុំកង់តែម្ដងគឺតួឯកប្រុសរបស់យើងគាត់កំពុងតែអវងនោះឯងដោយឃើញដូចនេះតួឯកស្រីរបស់យើងគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរភ្លាមនោះតួឯកប្រុសរបស់យើងគាត់ក៏បានកលិចឃើញតួឯកស្រីរួចគាត់ក៏បានរបូតដៃដួលដូចជាលើកមុនទៀតហើយតួឯកស្រីរបស់យើងនាងក៏បានសុំទោសទៅកាន់តួឯកប្រុសរបស់យើងផងដែរកាត់មកតួឯកប្រុសរបស់យើងគាត់ក៏បានស្លៀកពាក់ហើយតួឯកស្រីរបស់យើងបាននិយាយថាមកតាមខ្ញុំមកហើយកន្លែងដែលគេមកនឹងគឺជាកន្លែងលក់សិភៅផងដែរអ្នកគ្រូលីរបស់យើងក៏បានដើររកសិភៅជាច្រើនហើយមើលទៅសិភៅដែលអ្នកគ្រូលីរបស់យើងរកនឹងពិតជាច្រើនខ្លាំងមែនទែនហើយក៏បាននិយាយថាកុំភ័យខ្ញុំនឹងចាញ់ឲ្យឯងតែងាកមកគឺបាត់តួឯកប្រុសរបស់យើងបាត់ទៅហើយតួឯកប្រុសរបស់យើងគាត់បានមកសង្ងំមើលសិភៅរបស់គុណរបស់គាត់នេះឯងមើលទៅសិភៅដែលអ្នកគ្រូលីរបស់យើងទិញពិតជាច្រើនពួកគេក៏បានមកអង្គុយហូបអីជុំគ្នាផងដែរតែភ្លាមៗនោះយើងក៏បានឃើញថាសិភៅអ្វីមួយហោះមករកក្បាលតួឯកស្រីរបស់យើងតួឯកប្រុសរបស់យើងមិនចាំយូរក៏បញ្ញាទៅជួយផងដែរ
hai mưa tới một phiền này bất chấp sweet khang mình tên đại xã tại một vũ khí thằng pì chất đo kia bắt từ hai phim nổ tôi bắt bao giờ có các anh thì flex tranh một bằng này nè mình nè có các anh xâm tô chụp bùa cáp cái ra mình đập bùa con pro đập có bằng nàyហើយអ្នកគ្រូលីរបស់យើងបានទៅអាយក្បាលទួយប្រុសរបស់យើងថាគេពិតជាឆ្លាតខ្លាំងមែនទែនហើយយើងក៏បានឃើញថាអ្នកគ្រូលីក៏បានត្រឡប់មកផ្ទះវិញហើយគាត់បាននិយាយថាខ្ញុំចំណាយពេលជាមួយគេរយៈពេល7ម៉ោងភ្លាមនោះអ្នកគ្រូលីគាត់ក៏មានការភ្ញាក់ផ្អើលនឹងអ្វីផងដែរហើយយើងមើលទៅស្មារតីនោះដូចជាមនុស្សជាច្រើនផងដែរទួយប្រុសរបស់យើងក៏កំពុងតែដើរហើយគាត់ក៏បានដើររកសៀវភៅរបស់គាត់គឺជាសៀវភៅក្បាច់គុណនេះឯងដោយគាត់បាននឹកឃើញថាគឺគាត់ផ្លិចជាមួយនឹងអ្នកគ្រូលីបាត់ទៅហើយចំណែកទូឲ្យស្រីរបស់យើងវិញនាងមានការភ័យតក់ស្លុតជាខ្លាំងដោយសារតែនាងបានឃើញថាប្រូសក់លឿងកាលពីថ្ងៃមុនគាត់បានមកនៅក្នុងបន្ទប់របស់នាងរួមជាមួយនឹងគ្នាដ៏ច្រើនហើយគេក៏បាននិយាយថាតើអ្នកគ្រូអាចអនុញ្ញាតឲ្យខ្ញុំចូលរៀនជាមួយអ្នកគ្រូបានដែរឬទេហើយមើលទៅមុខគេពិតជាកាចគេក៏បានទះអ្នកគ្រូលីរបស់យើងមួយកំភ្លៀងគេក៏បានសើចស្ញាញ់តែម្ដងសាច់រឿងរបស់យើងបានកាត់មកកាន់កន្លែងប្រុសសក់បាសដែលគេមានឈ្មោះថាសាំងគីងបាងដែលគេមានអាយុ18ឆ្នាំនិងជាកូនមេដឹកនាំក្រុមក្នុងតំបន់នេះផងដែរដែលគេបានទាស់ជាមួយនឹងនារីម្នាក់តែនារីម្នាក់នេះគឺឌឺគេខ្លាំងមែនទែនធ្វើឲ្យគេនឹងមុំម៉ៅជាមួយនឹងនារីម្នាក់នេះជាខ្លាំងហើយយើងក៏បានឃើញថានារីម្នាក់ហ្នឹងគឺគេកំពុងតែនៅជាមួយនឹងអបិភ័យនេះឯងដោយជាកូនបងធំនៅក្នុងតំបន់នេះហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរបាយបាយ